មួយរយៈពេលចុងក្រោយនេះខ្ញុំសង្កេតឃើញថាមនុស្សរស់នៅក្នុងសង្គមមានការប្រែប្រួលជាច្រើនអ្វីដែលប្រែប្រួលនោះគឺពួកគាត់បានជួបនៅបញ្ហាជាច្រើនទាំងការរស់នៅពិសេសគឺការបាត់បង់នៅប្រភពចំណូលមួយចំនួនអ្នកខ្លះមិនមានការងារធ្វើអ្នកខ្លះមានការងារធ្វើពីការងារល្អមកការងារមិនល្អអ្នកខ្លះបើកអាជីវកម្មហើយក៏ត្រូវបានដួលរលំទៅវិញចំណែកឯអ្នកខ្លះទៀតវិញគឺជួបបញ្ហាទាក់ទងទៅនឹងបំណុលមានរាប់តាំងពីអ្នកធម្មតារហូតដល់ធ្លាប់មានលុយមានអាជីវកម្មធំហើយក៏ដូចជាយើងសង្កេតឃើញថាមានវិស័យផ្សេងៗកំពុងតែមានបញ្ហាដែលយើងអាចមើលឃើញទាំងអស់គ្នានៅក្នុងប្រព័ន្ធព័ត៌មានមួយចំនួនដូចនេះការចូលរួមរបស់ខ្ញុំនៅថ្ងៃនេះគឺចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាលោកខ្ញុំផ្ទាល់ឲ្យមានការយកចិត្តទុកដាក់ក្នុងការប្រុងប្រយ័ត្នជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកយើងទាំងអស់គ្នាទាំងការដែលមានការងារធ្វើការធ្វើអាជីវកម្មហើយនឹងការរកចំណូលប្រចាំថ្ងៃដូចគ្នាជាមួយនឹងស្ថានភាពបែបនេះសម្រាប់ម្ចាស់អាជីវកម្មឬក៏អ្នករកស៊ីវិញយើងគួរតែគិតអំពីនិន្នាការសង្គមតម្រូវការសង្គមខាងក្រៅមួយណាដែលស័ក្តិសមជាមួយនឹងទីផ្សារដែលជាតម្រូវការរបស់អាជីវកម្មឬក៏ការរកស៊ីរបស់យើងហើយយើងចាប់ផ្ដើមនៅអភិវឌ្ឍនៅផលិតផលឬសេវាកម្មនោះតម្រូវទៅតាមនិន្នាការនិងស្ថានភាពជាក់ស្ដែងដែលកំពុងកើតមានចំណែកអ្នកដែលធ្វើការងារវិញយើងគួរតែប្រឹងប្រែងធ្វើការបន្តទៀតហើយយើងព្យាយាមនៅពង្រឹងសមត្ថភាពរបស់យើងជំនាញបន្ថែមដើម្បីបង្កើននៅប្រាក់ចំណូលណាមួយដែលយើងអាចធ្វើទៅដល់បាននៅក្នុងស្ថានភាពមួយនេះហើយចំពោះការរស់នៅប្រចាំថ្ងៃវិញយើងគួរតែមានរបៀបមានវិន័យក្នុងការរស់នៅទាំងការចាយវាយការចំណាយហើយនឹងពង្រឹងនៅអត្រានៃការរកចំណូលបន្ថែមតាមលទ្ធភាពដែលយើងអាចធ្វើទៅបានអ្វីដែលយើងអាចធ្វើទៅបាននោះគឺយើងព្យាយាមមើលអំពីរបបសង្គមតើសង្គមនៅពេលនេះកំពុងតែមានតម្រូវការអ្វីមានបញ្ហាអ្វីហើយតើជំនាញឬក៏ការងារឬក៏ការរកស៊ីរបស់យើងអាចមានចំណុចណាមួយអាចចូលទៅដោះស្រាយនៅបញ្ហាទាំងអស់នោះបានដែរឬទេពេលដែលយើងអាចដោះស្រាយនៅបញ្ហាទាំងអស់នោះបានបើសិនជាយើងអ្នកធ្វើការងារយើងនឹងទទួលបានផលកម្រៃជាប្រាក់ចំណូលឬក៏ប្រាក់ខែប្រសិនបើយើងជាអ្នករកស៊ីឬក៏យើងជាអ្នកលក់ផលិតផលយើងទទួលបាននៅប្រាក់ចំណេញមួយចំនួនក៏ដូចគ្នាវាអាស្រ័យទៅលើជំនាញនិងការគិតនិងការទទួលទិន្នន័យរបស់យើងយកមកដាក់នៅក្នុងប្រតិបត្តិការឬក៏ការរកស៊ីរបស់យើងឬក៏ការធ្វើការងារមួយនោះហើយនៅពេលដែលយើងទទួលបានចំណូលណាមួយពីកិច្ចការទាំងអស់នោះអ្វីដែលយើងគួរតែប្រុងប្រយ័ត្ននោះគឺការចាយវាយចេះបែងចែកទៅលើប្រតិបត្តិការនៃការចាយវាយមួយចំនួនហើយសល់ប្រមាណយើងត្រូវតែរៀនទុកឬក៏សន្សំឬក៏យកទៅវិនិយោគបន្តជាមួយនឹងកិច្ចការបន្ថែមដែលត្រូវជាមួយនឹងរបបឬក៏និន្នាការសង្គមដែលមាននៅក្នុងបច្ចុប្បន្ននេះខ្ញុំសង្កេតឃើញមានបច្ចេកជីវកម្មមួយចំនួនចាប់ផ្ដើមបដូររបបនៃការរកស៊ីឬក៏ផ្លាស់ប្ដូរនៃផលិតផលឬក៏សេវាកម្មរបស់គាត់ឲ្យត្រូវជាមួយនឹងនិន្នាការនៃរបបនៅសង្គមបច្ចុប្បន្នពីព្រោះថាបើសិនពួកគាត់មិនមានការអភិវឌ្ឍឬក៏របបបែបនេះទេអ្វីដែលគាត់ទទួលបានគឺការខាតបង់ចំណែកអ្នកធ្វើការងារវិញគឺគាត់ព្យាយាមរកចំណូលបន្ថែមពីការងារក្រៅមកឬក៏ជំនាញបន្ថែមហើយនេះយើងត្រូវតែអភិវឌ្ឍជំនាញហើយយើងព្យាយាមយកជំនាញនោះយកទៅដាក់នៅក្នុងកិច្ចការដែលកំពុងតែមានតម្រូវការហើយចំពោះការងារឬក៏ការរកស៊ីដែលខ្ញុំសង្កេតឃើញបច្ចុប្បន្នមានតែប្រភេទការងារឬក៏ការរកស៊ីលក្ខណៈ business to business ឬក៏ business support to business ដែលយើងហៅថា B2B ជាទូទៅក្នុងស្ថានភាពមួយនេះភេទអាជីវកម្មឬក៏ការងារមួយនេះគឺយើងអាចចែករំលែកគ្នារស់ទៅវិញទៅមកបានរវាងមិនថារវាងអ្នកធ្វើការឬក៏ម្ចាស់អាជីវកម្មឬក៏ម្ចាស់អាជីវកម្មលក់ទៅកាន់ម្ចាស់អាជីវកម្មមួយទៀតឬក៏ទៅកាន់អតិថិជននោះទេឧទាហរណ៍ទាក់ទងទៅនឹងអាជីវកម្មដឹកជញ្ជូនអាជីវកម្មលក់ចំណីអាហារភេសជ្ជៈឬក៏ប្រភេទអាជីវកម្មទាក់ទងទៅនឹងការកំសាន្តមួយចំនួនពីព្រោះថាប្រភេទអាជីវកម្មដែលយើងហៅថាអាជីវកម្ម support អាជីវកម្មមួយទៀតឬក៏សេវាកម្ម support សេវាកម្មមួយទៀតជាទូទៅគឺយើងអាចចែករំលែកនៅអត្ថប្រយោជន៍គ្នាទៅវិញទៅមកបានប្រភេទអាជីវកម្មប្រភេទនេះគឺវាស័ក្តិសមជាមួយនឹងស្ថានភាពមួយចំនួនដែលមិនសូវមានផលល្អទៅលើកត្តាសេដ្ឋកិច្ចក៏ដោយឬក៏កត្តានៃការរកស៊ីក៏ដោយប្រភេទអាជីវកម្ម support គ្នាបែបនេះច្រើនតែយើងអាចរកបាននៅក្នុងផ្លូវកណ្ដាលបានន័យថាយើងជាអ្នករកស៊ីឬក៏ជាអ្នកធ្វើការដែលយកផលិតផលឬក៏សេវាកម្មឬក៏ជំនាញអ្វីមួយទៅបំពេញគ្នាទៅវិញទៅមកឧទាហរណ៍ថាចាស់ការ៉ាសាំងគាត់លក់សាំងលក់ម៉ូស៊ូត
ដើម្បី support ទៅកាន់អ្នកប្រើប្រាស់យានយន្តដូចជាអ្នកដឹកជញ្ជូនគាត់ធ្វើជាឈ្មួញកណ្ដាលក្នុងការដឹកជញ្ជូនផលិតផលមួយទៅកាន់អ្នកទិញឬក៏អ្នកលក់បន្តឬក៏ម្ចាស់ពង្រាយដ្ឋានឬក៏ហាងបាយហាងម្ហូបមួយចំនួនគឺគាត់ចាំជួយបំពេញនៅដំណើរការរបស់អតិថិជនរបស់គាត់នៅក្នុងតំបន់ក្នុងទីតាំងមួយទៅលើចំណីអាហារទៅលើភេសជ្ជៈទៅលើអ្វីផ្សេងៗឬក៏ម្ចាស់ resort ម្ចាស់ហាងកាហ្វេដែលមានលក្ខណៈបែប relaxing ទាំងអស់នេះគឺជាប្រភេទអាជីវកម្មឬក៏ការរកស៊ីដែលជួយបំពេញនៅអារម្មណ៍ជួយបំពេញនៅការសប្បាយរីករាយឬក៏ជួយបំពេញគ្នាទៅវិញទៅមកក្នុងប្រតិបត្តិការរកស៊ីក្នុងការធ្វើការងារអ្វីមួយពេលនេះតកតងទៅនឹងការរកប្រភពចំណូលនិងការធ្វើការងារឬក៏ការរកស៊ីក្នុងស្ថានភាពនេះយើងគួរតែជ្រើសរើសប្រភេទអាជីវកម្មដែលតកតងទៅនឹង business support to business ចំណែកយើងជាអ្នកធ្វើការងារវិញយើងគួរតែជ្រើសរើសជំនាញមួយណាដែលអាចជួយ support ទៅកាន់ក្រុមហ៊ុនណាមួយដែលគេកំពុងដែលត្រូវការអ្នកជំនាញនោះទៅបំពេញឲ្យអតិថិជនរបស់គេដូចគ្នាហើយនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នានិងរូបខ្ញុំតដូចគ្នាគឺយើងព្យាយាមបន្តទៅមុខទៀតអភិវឌ្ឍនៅចំណេះជំនាញខ្លួនឯងបន្តហើយព្យាយាមសម្លឹងមើលជាមួយនឹងនានាការសង្គមរបស់សង្គមតែយើងអាចយកអ្វីទៅបញ្ចូលទៅ apply នៅក្នុងសង្គមបានហើយយើងអាចទទួលបានត្រឡប់ទៅវិញនៅអត្ថប្រយោជន៍មិនថាជាចំណូលមិនថាជាអ្វីមួយនោះទេសូមអរគុណបងប្អូនទាំងគ្នាជាមួយនឹងការចូលរួមនៅថ្ងៃនេះខ្ញុំមានត្រឹមតែប៉ុណ្ណេះសូមជូនពរបងប្អូនទាំងគ្នាទទួលបាននូវភាពជោគជ័យនៅក្នុងការងារនិងសុខភាពល្អ